សួស្តីបងអូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកអនុវត្តមេរៀនទី1គឺការដឹងដោយដានៅក្នុងមេរៀននេះគឺដើម្បីឲ្យកុមារគាត់មានអារម្មណ៍ដឹងថាពេលដើរលើស្មៅដើរលើដីឬក៏ដើរលើកន្លែងផ្សេងហ្នឹងគាត់ដឹងដោយជើងរបស់គាត់ផ្ទាល់ហើយសម្ភារៈដែលត្រូវការនៅទីនេះគឺគេឲ្យយកផ្នែក4ប្រភេទដែលមានសាច់ខុសគ្នាខ្ញុំរត់បានទេអញ្ចឹងខ្ញុំយកផ្នែកអោប2ផ្នែកកាយ2កំរាលមួយបន្ទះកណាត់ជូតជើងមួយហើយនឹងផ្លាស្ទិកពកមួយផ្ទាំងធំអញ្ចឹងកំរាលមួយបន្ទះហ្នឹងខ្ញុំយកកំរាលជូតជើងហើយកណាត់ជូតជើងខ្ញុំយកភួយយកមកក្រាលហើយអាផ្លាស្ទិកខំប៉ោងហ្នឹងអាផ្លាស្ទិកនេះដោយសារខ្ញុំសបោពេលខ្ញុំដឹកអីវ៉ាន់មកពីចិនហើយខ្ញុំថែមអានេះមួយទៀតគឺអានេះជាกระดาษដើម្បីគាត់ដើរចឹងដំបូងអាចអនុវត្តឲ្យគាត់ដើរផ្លូវត្រង់បន្ទាប់មកអាចឲ្យគាត់ដើរផ្លូវវាចហើយចំពោះការដើរលើខ្នើយគាត់អាចនឹងងាយក្នុងការដួលអញ្ចឹងបងអូនអាចជួយទប់គាត់ថាទៅបងអូនអាចអនុវត្តបើមានកម្រាលស្មៅមានអីផ្សេងអាចយកមកឲ្យគាត់ក្រាលគាត់ដើរបានអញ្ចឹងយើងទៅមើលសកម្មភាពទាំងអស់គ្នាគ្រីកន្លែងមកអស់លេងមកចាំវិញវីដេអូភាគច្រើនខ្ញុំធ្វើអត់បានកាត់តទេបងអូនដោយសារតែយើងរវល់ពេកអញ្ចឹងយើងអាចដាក់កម្រាលនេះកម្រាលជូតជើងឬកម្រាលព្រំអីក៏បានដែរបងអូនហើយកណាត់ជូតអនាមអញ្ចឹងខ្ញុំគិតថាកណាត់ជូតអនាមវារៀងពិបាកដើរអញ្ចឹងយើងដាក់ពីអាពិបាកមុនខ្នើយអោបនេះវាពិបាកខ្នើយកាយនេះរៀងស្រួលមកកណាត់ជូតជើងកម្រាលអាប៉ោងហើយនឹងកដាស់អញ្ចឹងតោះយើងដើរទាំងនេះទៅកាន់តោះខ្លួនដើរលេងហើយដើរកូនអត់ឲ្យម៉ាក់កាន់ណៃកូនតោះណាយ៉ាត់ដួលណាកាន់នេះដើរទៀតដើរលើនេះដើរលើដើរទៅវិញកន្លែងដើរទៅវិញណាដើរទៅវិញដើរលេងដើរទៅវិញយ៉ាត់ដួលណាដើរលើខ្នើយយ៉ាត់ដួលដើរទៀតដើរចឹងទៀតកណានេះខ្នើយអោបណាកណាអានេះខ្នើយអោបខ្នើយអោបអានេះខ្នើយអីគេកូនអានេះខ្នើយកាយរៀងផ្ទៃវារៀងរៀបស្មើធំណាកណាណាទៀតកូនណាទៀតអានេះកណាជូតជើងអានេះកំរាលអីគេកូនអានេះកំរាលជូតអីកូនជូតអីអាហ្នឹងជូតអីកូនជូតអីណាកូនជូតជើងកូនណាអានេះគេកូនអានេះប៉ោងស្បអីវ៉ាន់អានេះគេកូនអានេះកណាអានេះអត់ការ៉ូជាក់ណាដើរលេងទៀតអត់កូនដើរទៅវិញដើរទៅវិញជប់ណាដើរទៀតដើរទៅវិញណាអើកាន់ដៃម៉ាក់ជួយចឹងឯងបងអូនហើយសកម្មភាពមួយតែចប់ចៃទេនេះជាការពិតខ្ញុំគាត់អានេះដូចជារបាញ់កំសាន្តមួយ